សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីការប្រើប្រាស់ much many ហើយនិង a lot of បាទគឺអ្នកទាំងអស់គ្នាប្រហែលជាអាចដឹងហើយថាយើងប្រើ much ហើយនិង many ហ្នឹងនៅពេលណាគឺជាទូទៅនៅពេលដែលយើងនិយាយអំពី much ហើយនិង many គឺយើងដឹងថា much យើងប្រើជាមួយនឹង uncount noun ហើយ many គឺយើងប្រើជាមួយនឹង countable noun បាទអញ្ចឹងអាហ្នឹងគឺវាមិនសូវជាខុសគ្នាទេប៉ុន្តែការប្រើប្រាស់ much គឺមានការប្រុងប្រយ័ត្នតិចព្រោះអីវាមានការប្រើប្រាស់ចំពោះតែប្រយោគពីរទេប្រយោគមួយទៀតគឺគេមិនសូវជាប្រើទេបាទឥឡូវយើងទៅមើលទាំងអស់គ្នាហើយមុននឹងចូលមេរៀនអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ទៅលើ Channel របស់ខ្ញុំផងបាទយើងនិយាយអំពី much បាទ much used with uncountable nouns គឺនាមរាប់មិនបាន Okay only in question and negatives គឺយើងប្រើនៅក្នុងប្រយោគសំណួរហើយនឹងប្រយោគបដិសេធបាទជាទូទៅគឺគេមិនប្រើ much នៅក្នុងប្រយោគស្របធម្មតាទេគឺ positive statement គឺគេអត់ប្រើទេអញ្ចឹងយើងប្រើវានៅក្នុង question ហើយនឹង negative example here okay there isn't much fruit here អញ្ចឹង fruit គឺជា noun គេឲ្យឈ្មោះថា uncountable noun គឺនាមដែលយើងមិនអាចរាប់បានអញ្ចឹងយើងប្រើជាមួយនឹង much ហើយយើងប្រើ is uncountable noun គឺយើងប្រើ singular verb there isn't much fruit here អូខេឧទាហរណ៍ទី2គឺ she doesn't drink much milk អញ្ចឹង milk ក៏ជា uncountable noun ដែរគឺនាមរាប់មិនបានអញ្ចឹងយើងប្រើ much ហើយនេះគឺជា negative នៅក្នុង question គឺ don't they have much time អញ្ចឹង time ក៏ជា uncountable noun ដែរហើយវាជា question អញ្ចឹងយើងប្រើ much ជាមួយនឹង uncountable noun only in question and negatives បាទអញ្ចឹងយើងប្រើតែពីរប្រយោគហ្នឹងទេបាទ positive គឺគេអត់ប្រើទេគឺគេប្រើផ្សេងទីទៀតយើងនឹងដល់ហើយអូខេ how much គឺយើងប្រើសម្រាប់សួរពាក្យថា how much មានន័យថាប្រមាណបរិមាណប្រមាណតម្លៃប្រមាណអីចឹងណាអញ្ចឹង how much គឺ follows the same rule បាទមានន័យថាយើងប្រើ how much ដូចទៅនឹង much ដែរគឺយើងប្រើជាមួយនឹង uncountable noun គឺនាមរាប់មិនបានដែរអញ្ចឹងនៅពេលដែលយើងសួរតម្លៃប្រមាណឬក៏ចំនួនប្រមាណគឺយើងប្រើជាមួយនឹង how much ហើយយើងនិយាយអំពីនាមដែលរាប់មិនបាន example how much water do you have អញ្ចឹង water here គឺជា uncountable noun អញ្ចឹងយើងមិនអាចនិយាយថា how many ប្រើជាមួយនឹង water បានទេអញ្ចឹង how much water do you have okay the last example is how much money can you count តើ how much money គឺជាលុយតើអ្នកអាចរាប់លុយបានប៉ុន្មានអញ្ចឹងនេះជារបៀបក្នុងការប្រើប្រាស់ much ហើយនឹង how much បាទយើងចូលទៅកាន់ many ម្ដងបាទដូចតែវិញខ្ញុំនិយាយពីដើមអញ្ចឹង we use many with plural nouns យើងប្រើជាមួយនឹង plural nouns មានន័យថានាមហ្នឹងគឺជានាមពហុវចនៈកាលណាវានាមជាពហុវចនៈហើយមានន័យថាយើងអាចរាប់បានណាអញ្ចឹងមានន័យថាយើងប្រើជាមួយនឹង countable noun គឺ plural nouns អញ្ចឹងអានេះគេអត់មានបញ្ជាក់ទេគឺយើងប្រើនៅក្នុង positive statement ក៏បាន negative ក៏បាន question ក៏បានដែរគឺគេអត់កំណត់ថាត្រូវប្រើនៅក្នុងប្រយោគអីទេគឺយើងប្រយោគទាំង2ទាំង3ប្រភេទហ្នឹងគឺយើងអាចប្រើបានទាំងអស់ example there are many students here អញ្ចឹងអានេះគឺជា positive statement ហើយ students គឺជា plural nouns អញ្ចឹងយើងប្រើជាមួយនឹង many ប្រែថាច្រើនច្រើនមួយទៀតគឺ they can bring many fishes អញ្ចឹង many fishes គឺយើងអាចប្រើបានជាមួយនឹង fishes វាជា plural noun ឬក៏ countable noun ហើយឧទាហរណ៍ចុងក្រោយគឺយើងនិយាយថា I don't have many friends អញ្ចឹង friends គឺជា countable noun ដែរអញ្ចឹងយើងប្រើ many អញ្ចឹងវាអាចជា negative អាចជា question អាចជាstatement positive statement ឬក៏ question ក៏បានដែរគឺយើងប្រើ many បានគ្រប់ទាំងអស់អូខេហើយនៅក្នុងនេះគឺ we use how many មានថាដើម្បីសួររកចំនួនដូចគ្នាប៉ុន្តែយើងសួររកចំនួនណាដែលយើងអាចរាប់បានវាផ្ទុយពី how much អញ្ចឹងនៅពេលដែលយើងនិយាយថា how many គឺ how many brothers do you have អញ្ចឹង brother នេះមាន s មានន័យថាវាជា plural noun អញ្ចឹង how many brothers do you have អញ្ចឹងយើងប្រើ how many ដូចទៅនឹង
many ដែរគឺតែមួយទេ Okay the last example is how many birds can you see តើអ្នកអាចមើលឃើញbirds គឺជាplural nouns អាចរាប់បានដែរតើអ្នកអាចមើលឃើញសត្វបក្សីហ្នឹងចំនួនប្រមាណនេះគឺជារបៀបក្នុងការប្រើប្រាស់many ហើយនឹង how many បាទអញ្ចឹងនៅក្នុងប្រយោគហ្នឹងយើងប្រើ much បានចំពោះតែ negative ហើយនឹង question ទេហើយបើសិនជាយើងប្រើ many បានជាមួយតែ countable noun ទេអញ្ចឹង uncountable noun គឺយើងអត់ប្រើបានទេអញ្ចឹងយើងមានពាក្យមួយទៀតគឺយើងនិយាយអំពី a lot of គឺយើងអាចប្រើបានគ្រប់ noun ទាំងអស់បាទហើយគ្រប់ប្រយោគទាំងអស់ដែរបាទជាទូទៅនៅពេលដែលយើងនិយាយច្រើនជាទូទៅភាគច្រើនគេប្រើពាក្យ a lot of visual ជាងបាទអញ្ចឹងកន្លែងនេះគឺ use with both plural and uncountable nouns អញ្ចឹងយើងប្រើ a lot of ជាមួយនឹង plural noun ក៏បាន uncountable noun ក៏បានដែរ a lot of ឬក៏ lots of គឺដូចគ្នាទេពាក្យពីរហ្នឹង example he eats a lot of meat បាទ meat គឺជា uncountable noun ប៉ុន្តែយើងប្រើជាមួយនឹងពាក្យ a lot of បានដូចគ្នា okay second is we don't sing a lot of songs song មានអីមានន័យថាវាជា countable noun អញ្ចឹងយើងអាចប្រើជាមួយនឹង a lot of ដូចគ្នាអញ្ចឹងប្រែថាច្រើនដូចគ្នា okay do you have a lot of animals ជា question ហើយ animals គឺជា countable noun អញ្ចឹងយើងអាចប្រើជាមួយនឹង a lot of ហើយ the last example is a lot of people visit the temple អញ្ចឹង a lot of people គឺជា countable noun ក៏យើងអាចប្រើជាមួយនឹងនិយាយទៅនិយាយឲ្យស្រួលស្ដាប់ទៅគឺយើងប្រើជាមួយអីក៏បានដែរ a lot of គឺ countable noun ក៏បាន uncountable noun ក៏បានហើយប្រើជាមួយនឹង question ក៏បានប្រើជាមួយនឹង negative ក៏បាន positive statement ក៏បានដែរអញ្ចឹងអានេះវាស្រួលជាងអញ្ចឹងអស់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ពីរបៀបក្នុងការប្រើប្រាស់ much many ជាមួយនឹង a lot of បាទយើងជួបគ្នានៅវីដេអូក្រោយ កុំភ្លេចចុច subscribe ទៅលើ channel របស់ខ្ញុំផងអរគុណ